lúc nè đại cao năm bọc bé ria xây mình thẹn tì cứ ria xây nè đại cao năm bọc bé cứ ria xây là puaในក្នុងខែ7នេះបងប្អូនកូនក្មួយណាបាទកាលពីខែ6កន្លងទៅអ្នកដែលកើតឆ្នាំពពែជួបនៅបញ្ហាជួបនៅវិបត្តិច្រើនអញ្ចឹងនៅក្នុងខែ7នេះมันអាក្រក់ដូចខែ6ទេចាប់ពីថ្ងៃទី6ដល់ថ្ងៃទីចាប់ពីថ្ងៃទី6ខែកក្កដារហូតដល់ថ្ងៃទី7ខែសីហាអ្នកដែលកើតឆ្នាំពពែរាសីឡើងខ្លាំងបាទដូច្នេះអ្នកដែលកើតឆ្នាំពពែខមមិនលេខសំណាងលេខ412ចំណែកពណ៌សំណាងគឺពណ៌ក្រហមរាសីរបស់លោកអ្នកឡើងខ្លាំងណាស់នៅក្នុងខែ7នេះខែ7នេះគឺជាខែពពែហើយអ្នកដែលកើតឆ្នាំពពែក៏រាសីឡើងដែរដោយសារពពែធាតុដីមកជាមួយធាតុឈើគឺត្រូវជាមួយនឹងឆ្នាំមមីធាតុភ្លើងអញ្ចឹងខែ7រាល់ដងឆ្នាំផ្សេងគឺពពែរាសីធ្លាក់ប៉ុន្តែពពែនៅក្នុងខែ7នេះគឺអ្នកដែលកើតឆ្នាំមមែគឺរាសីឡើងខ្លាំងព្រោះថាពពែគឺជាសត្វមួយដែលមានលៀបមានសំណាងនិងជួយឲ្យចម្រើនរុងរឿងនៅក្នុងខែ7អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំពពែលោកអ្នកត្រៀមខ្លួនទទួលយកលៀបលោកអ្នកត្រៀមខ្លួនទទួលយកហេងកាលពីខែ6កន្លងទៅហើយនឹងដើមខែ7នេះអ្នកដែលកើតឆ្នាំពពែមានវិបត្តិមានទុក្ខមានសោកច្រើនមិនសូវជាសប្បាយរីករាយទេត្រូវបានគេលាបពណ៌ត្រូវបានគេច្រណែនត្រូវបានគេនិន្ទាត្រូវបានគេឈ្នានីសលុយកាក់ធ្លាប់តែរកបានវាទៅជារលែងបានឧបសគ្គចូលមកគ្រប់ទិសទីផ្លូវចិត្តផ្លូវអារម្មណ៍មិនសូវល្អទេអ្នកដែលកើតឆ្នាំពពែហ្នឹងគឺមិនសប្បាយចិត្តទេមិនរីករាយទេជួបនៅឧបសគ្គជួបនៅរឿងយ៉ាងច្រើនសឹងតែថាយើងមិនអាចទ្រាំទ្របានណាបាទគឺអារម្មណ៍គឺគេហៅថាខ្វល់ខ្វាយគឺគិតច្រើនប៉ុន្តែមិនអ្វីទេបងប្អូនណាបាទនៅក្នុងខែ7នេះអ្នកដែលកើតនៅឆ្នាំពពែនេះគឺរាសីឡើងហើយកកបជោគជ័យរីកចម្រើនលក់ដូរដាច់រស់ស៊ីមានបានល្អរហូតឈ្នះអមាសត្រូវប៉ុន្តែផ្លូវចិត្តរបស់យើងអត់រឹងមាំទេប៉ុន្តែយើងត្រូវតែពង្រឹងផ្លូវចិត្តឲ្យរឹងមាំហើយដោយសេចក្តីជឿជាក់រឿងដែលកន្លងហើយឲ្យវាកើតទៅរឿងដែលមិនទាន់កើតយើងត្រូវប្រុងប្រៀបកុំឲ្យវាមានបញ្ហាទាំងអស់នោះកើតឡើងទៀតអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំពពែគឺរាសីឡើងខ្លាំងលោកអ្នកខមមិនលេខសំណាងលេខ412ពណ៌សំណាងពណ៌ក្រហមលោកអ្នកធ្វើចិត្តឲ្យសប្បាយរីករាយលោកអ្នកធ្វើចិត្តឲ្យល្អនោះលោកអ្នកនឹងហេងលោកអ្នកនឹងមាននៅជោគលាភចូលមកយ៉ាងច្រើនជាអនេកអ្នកដែលកើតឆ្នាំពពែទាំងអស់នៅក្នុងខែ7នេះលោកអ្នកធ្វើចិត្តឲ្យសប្បាយរីករាយបើទោះបីជារឿងមួយចំនួនដែលវាបានកើតឡើងរួចទៅហើយឬមួយក៏រឿងមួយចំនួនដែលវាបានកន្លងហួសទៅហើយខាតបង់ទៅហើយក៏មិនគួរណាយកមកគិតនៅក្នុងខែ7នេះដែរខែ7នេះសូមរក្សាចិត្តឲ្យសប្បាយរីករាយសូមរក្សាចិត្តឲ្យល្អនោះលោកអ្នកនឹងទទួលបានផលល្អអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំពពែខមមិនលេខសំណាងលេខ412ពណ៌សំណាងគឺប្រើពណ៌ក្រហម share នៅវីដេអូដាក់លេខ412លោកអ្នកដែលកើតនៅឆ្នាំពពែទាំងអស់ណាយើងឆ្នាំពពែហើយខែពពែតើត្រូវធ្វើម៉េចឲ្យយើងអ្នកកើតឆ្នាំពពែនឹងរាសីឡើងរហូតបាទលោកអ្នកដែលកើតឆ្នាំពពែទាំងអស់ខ្ញុំបានរៀបចំនៅយ័ន្តស្រូបលៀបឬមួយក៏យ័ន្តប្រមូលទ្រព្យសម្រាប់លោកអ្នកដែលកើតឆ្នាំពពែដែលយើងចាប់ដាក់ពីខែពពែនេះទៅគឺយើងនឹងហេងខ្លាំងជោគជ័យរីកចម្រើនអញ្ចឹងអ្នកដែលកើតឆ្នាំពពែទាំងឡាយណាបើមានយ័ន្តប្រមូលទ្រព្យនេះដាក់នៅក្នុងផ្ទះពួកគេទាំងអស់គ្នានឹងហេងខ្លាំងនឹងជោគជ័យខ្លាំងលែងឆុងលែងសើយលែងចង្រៃនេះគឺជាយ័ន្តប្រមូលទ្រព្យបងប្អូនកូនក្មួយលោកអ្នកជាវនៅយ័ន្តប្រមូលទ្រព្យនេះយកទៅដាក់នៅក្នុងផ្ទះលោកអ្នកលក់ដូរដាច់រស់ស៊ីមានបានចំណូលចូលមកចាយវាយល្អជោគជ័យរីកចម្រើនយ័ន្តប្រមូលទ្រព្យនេះគឺមានយ័ន្តពពែដឹកលៀបដឹកជ័យយកចូលផ្ទះហើយមានអសរសុខសប្បាយអញ្ចឹងយើងយកទៅដាក់នៅក្នុងផ្ទះយើងហេងយើងកាក់កបយើងជោគជ័យហើយយើងមាននៅកម្រាលជោគលៀបកម្រាលជោគលៀបនេះគឺសម្រាប់យើងក្រាលនៅក្នុងជំនាញខាងមុខជំនាញផ្ទះដើម្បីសែនព្រេងនៅដង្វាយផ្សេងអញ្ចឹងលោកអ្នកជាវនៅយ័ន្តប្រមូលទ្រព្យនេះមានយ័ន្តពពែស័ក្តិសិទ្ធិបិទនៅលើជំនាញផ្ទះនៅក្នុងផ្ទះជួយលក់ដូរដាច់រស់ស៊ីមានបានហើយមាននៅកម្រាលជោគលៀបនេះទៀតសោតយើងនឹងហេងកាក់កបអញ្ចឹងមួយឈុតនេះយកទៅប្រើទៅលោកអ្នកដែលកើតនៅឆ្នាំពពែគឺផ្ទុះលៀបផ្ទុះសំណាងរាសីឡើងខ្លាំងចាប់ពីខែ7នេះទៅហេងចាក់កាក់កបជោគជ័យអញ្ចឹងលោកអ្នកជាវនៅឈុតប្រមូលទ្រព្យនេះមានកម្រាលមាននៅយ័ន្តនេះទៅលោកអ្នកនឹងហេងខ្លាំង
lúc nè bởi trong bán lúc nè bởi nhập vô tới bạn nó chọc bị kèm bờ thứ hình rồi hốt lên trong lên rồi lúc nè chiếu lúc nè chát chôl phết rư muối có lúc nè tầm nóng tam telegram lúc rú xôn chất mà phay bầm bốn sam bầm bấy xôn cài bầm bốn sai cốt bẹt bầm muối sam bờ chẳng lúc nè chiếu nữ chốt bầm một trộm đi vô tới đặt tới lúc nè nâng hình cả cọp chục chày ná chẳng xông chun pơ đó lúc nè để cao để chăm bọc bè tầng ở hình ở cả cọp để chục cháy lúc nè không mất liệt sầm nắng liệt buồn đọc phí hay xe bị ô lúc rú đã liệt buồn rồi đọc phí hai lúc nè bẹ ai bỏ cỏ hôm nâng nòm liếp nòm cháy sọc sờ bài